សមត្ថកិច្ចកំពុងស្រាវជ្រាវជនបំពុលសង្គមបង្កើតព័ត៌មានមិនពិតញុះញង់ពលរដ្ឋឲ្យស្អប់រាជរដ្ឋាភិបាលអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញបំភ្លឺព័ត៌មានជូនសាធារណជនឲ្យបានជ្រាបថាថ្មីនេះមានគណនី TikTok មួយឈ្មោះ Ami Richard 310និងគណនី Facebook ឈ្មោះពិសិដ្ឋ PGEM បានផលិតនិងបង្ហោះវីដេអូដែលមានខ្លឹមសារញុះញង់រើសអើងបង្កើតព័ត៌មានមិនពិតធ្វើឲ្យសាធារណជនមានការយល់ច្រឡំហើយបំបាក់ទឹកចិត្តកងទ័ពដោយក្រុងឯកសណ្ឋានកងទ័ពคล้ายៗខុសច្បាប់នៅក្នុងសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថាបុគ្គលដែលសម្ដែងក្រុងឯកសណ្ឋានកងទ័ពคล้ายៗខុសច្បាប់មានឈ្មោះអែមពិសិដ្ឋភេទប្រុសអាយុ37ឆ្នាំមុខរបរជាសកម្មជនគណៈបកប្រឆាំងដែលមានតួនាទីជាប្រធានបណ្ដាញសង្គមយុវជនកម្ពុជាសកលប្រចាំប្រទេសថៃបុគ្គលរូបនេះមានស្រុកកំណើតនៅភូមិចំការអណ្ដូងឃុំចំការអណ្ដូងស្រុកចំការលើខេត្តកំពង់ចាមបច្ចុប្បន្នស្នាក់នៅក្នុងប្រទេសថៃដែលតែងតែប្រើប្រាស់បណ្ដាញសង្គមផ្សព្វផ្សាយបង្ហោះខ្លឹមសារប្រឌិតអវិជ្ជមានជាច្រើនក្នុងគោលដៅប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអំពាវនាវដល់សាធារណជនមេត្តាវិភាគពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តចូលរួមមតិយោបល់ណាមួយចំពោះការបង្ហោះព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ដោយករណីចំពោះបុគ្គលរូបនេះជាថ្មីម្ដងទៀតប្រជាពលរដ្ឋទាំងអស់គប្បីទទួលព័ត៌មានពិតប្រាកដចេញផ្សាយដោយរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងការពារជាតិជាពិសេសត្រូវរក្សាភាពស្ងៀមស្ងាត់និងត្រូវជឿជាក់លើថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាជុំវិញការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជាថៃ